ប្រធានបទលើកហ្នឹងខ្ញុំចង់និយាយពីតកតងទៅនឹងក្តីបំណងចង់ខ្លាចជាអ្នករស់ស៊ីដោយសារតែស្ថានភាពគេហៅថាសម័យថ្មីហ្នឹងគេឲ្យតម្លៃច្រើនទៅលើអ្នករស់ស៊ីអញ្ចឹងណាដល់អញ្ចឹងម្នាក់គិតថាមានតែអ្នករស់ស៊ីហ្នឹងឯងដែលលយតែអីអញ្ចឹងណាបើជំនាន់ពីមុនកាលពីខ្ញុំនៅក្មេងត្មងអាចថាខ្ទង់30ឆ្នាំមុនអីចុះ30ឆ្នាំមុនខ្ញុំនៅក្មេងៗអីខ្ញុំឮគ្រាន់តែចង់និយាយថាអ្នករស់ស៊ីគឺមិនសូវឲ្យតម្លៃប្រហែលទេព្រោះគេគិតថាដោយសារយើងរៀនអត់ចេះបានយើងទៅរកស៊ីអីចឹងណាអញ្ចឹងចំណុចហ្នឹងគេនិយាយចេះទេគេប្រៀបធៀបដោយសារតាមរយៈការតដឹងកូនកំអុំគេយកធ្វើប្រពន្ធអីចឹងណាអញ្ចឹងឲ្យទៅលើអ្នករកស៊ីមានន័យថាអ្នកនឹងរៀនអត់ចេះហើយបានចេញទៅរកស៊ីអីចឹងទៅតែដល់ពេលសម័យបច្ចុប្បន្នហ្នឹងប្រហែលជាខ្ទង់10ឆ្នាំឬជាង10ឆ្នាំចុងក្រោយនេះគេចាប់ផ្ដើមឲ្យតម្លៃទៅអ្នករកស៊ីព្រោះគេឃើញថាអ្នករកស៊ីគេប្រៀបធៀបជាមួយអ្នករស់ស៊ីធំអញ្ចឹងឃើញភាគច្រើនមានបានអីចឹងណាហើយភាគច្រើនអ្នកដែលរស់ស៊ីធំទាំងអស់ហ្នឹងមានការអប់រំខ្ពស់ទៀតអញ្ចឹងធ្វើឲ្យម្នាក់នេះចាប់ផ្ដើមឲ្យតម្លៃទៅលើអ្នករស់ស៊ីទី1ដូចច្រើនទី2កម្រិតបបធម៌ខ្ពស់អញ្ចឹងគេឲ្យតម្លៃខ្លាំងប៉ុន្តែយើងសង្កេតឃើញថាស្ថានភាពបច្ចុប្បន្នថ្មីប្រហែលឆ្នាំចុងក្រោយហ្នឹងយើងឃើញអ្នករស់ស៊ីគឺជួបបញ្ហាច្រើនលយមិនលយក្នុងរយៈពេលខ្លីដល់ក្រោយមកក៏មានទុកវិបត្តិរយៈពេលវែងរហូតដល់មានអ្នកខ្លះខ្សែធនអ្នកខ្លះរត់ចោលស្រុកអ្នកខ្លះត្រូវបានគេចាប់ឃុំឃាំងដាក់គុកច្បាប់អីចឹងទៅដោយសារតែបទល្មើសផ្សេងអញ្ចឹងត្រឡប់មកវិញបើសិនជាយើងចង់ខ្លាចជាអ្នករស់ស៊ីយើងត្រូវគិតអីខ្លះយើងគួរតែរៀនពីកំហុសចាស់ហើយនឹងរៀនពីអ្វីដែលអ្នករស់ស៊ីជើងចេះតែគាត់ជោគជ័យឈរជើងយូរអង្វែងដែលបានធ្វើហ្នឹងយកមកគិតពិចារណាបើយើងពិនិត្យមើលឲ្យដល់មែនតើអ្នកដែលរស់ស៊ីជោគជ័យធំច្បាស់ដែលគាត់គង់វង្សយូរឆ្នាំណាយើងមើលទម្លាប់អេរយាប័តនៃការប្រើប្រាស់ហេរញ្ញវត្ថុរបស់គាត់ខុសពីអ្នករស់ស៊ីជើងថ្មីដែលយើងសង្កេតឃើញថាមានបញ្ហារបៀបមិនចង់និយាយថាជាទូទៅអ្នករស់ស៊ីជើងចាស់ដែលខ្លាំងហ្នឹងគាត់កម្រសម្ញែងកម្របង្អួតហើយទៅគាត់កម្រយកលុយចាយខុសខ្ទង់ណាគាត់យកលុយទៅអភិវឌ្ឍទៅលើអាជីវកម្មគាត់យកលុយហ្នឹងទៅអភិវឌ្ឍបន្តដើម្បីបង្កើតអាជីវកម្មហ្នឹងកាន់តែធំអីចឹងណាដើម្បីបង្កើតការងារបន្ថែមអីចឹងលើបរិងគុណភាពផលិតផលអីចឹងទៅហើយទៅគាត់អត់សូវចាយលុយខ្ជះខ្ជាយប្រមាណទេនិយាយចំកម្រហ្មងបើសិនជាយើងស្និទ្ធជាមួយនឹងមនុស្សណាដែលនៅក្បែរអ្នកដែលរស់ស៊ីធំទៀតយើងសួរពួកគាត់បានយើងដឹងថាអ្នករស់ស៊ីធំទាំងអស់ហ្នឹងដែលគាត់ឈរជើងហ្នឹងគឺហិរញ្ញវត្ថុរបស់គាត់គឺតឹងណាស់គាត់អត់ងាយចាយខ្ជះខ្ជាយទៅពីពេលខ្លះយើងសឹងតែអត់ជឿទៅជាយើងថាចំពួកគាត់ចាយលុយតិចជាងយើងទៀតចង់និយាយតិចជាងយើងជាបុគ្គលសាមញ្ញមិនមែនជាសេដ្ឋីផងណាគាត់ចំណាយតិចជាងយើងទៀតពេលខ្លះយើងអត់ដឹងយើងពេលខ្លះយើងមានអារម្មណ៍ថាគាត់គួរតែចាយលុយច្រើនខ្លាំងណាខុសពីយើងដែលជាអ្នកធម្មតាប៉ុន្តែពេលយើងដឹងច្បាស់ពេលខ្លះយើងមានអារម្មណ៍ថាចង់ប្លែកវិញមិនគួរជឿថាការចាយលុយរបស់គាត់នឹងពេលខ្លះចាយសឹងតិចជាងយើងទៀតអញ្ចឹងត្រឡប់មកវិញនៅពេលដែលយើងមាន mindset មួយគេហៅថាផ្នត់គំនិតមួយរស់ស៊ីដើម្បីមានលុយហើយទិញសម្ភារៈថ្លៃបង្អួតសម្ញែងដែលយើងមើលឃើញហ្នឹងបើសិនជាយើងមានផ្នត់គំនិតបែបហ្នឹងយើងអត់គួរធ្វើជាអ្នករស់ស៊ីទេព្រោះអីបើសិនជាយើងខ្លាចជាអ្នករស់ស៊ីមានន័យថាយើងបង្កើតឱកាសខ្លួនឯងក្នុងការបង្កើតកំហុសហិរញ្ញវត្ថុអញ្ចឹងយើងនឹងអាចធ្វើបាបខ្លួនឯងនិងមនុស្សជុំវិញខ្លួនយើងព្រោះកាលណាយើងជាអ្នករស់ស៊ីយើងរកចំណូលចូលដោយសារតែយើងមានគេហៅថាចិត្តមួយចង់បង្អួតសម្ញែយើងនឹងយកលុយទៅចាយខុសខ្ទង់ទៅទិញសម្ភារៈនិយមផ្សេងដើម្បីបង្អួតសម្ញែគេអញ្ចឹងខ្ជះខ្ជាយផ្សេងទៅឲ្យគេមើលមកថាយើងសម្បូរលុយលុយទាំងអស់ហ្នឹងពេលខ្លះមិនមែនលុយរបស់យើងទេលុយហ្នឹងលុយអតិថិជនគេឲ្យមកទេដល់ពេលយើងយកទៅចាយវាលើសថ្លៃដើមឆ្ងាយពេកអត់ចង់និយាយថាវារហូតដល់ថ្នាក់វាអត់មានលុយចំណេញសល់សោះហ្មងហូចចូលថ្លៃដើមយូរទៅយើងមិនខាតចឹងកាលណាតែខាតបងយើងមិនត្រូវការលុយបន្ថែមយើងយកទៅល្បិចបោកបញ្ឆោតគេឲ្យយកលុយដាក់បញ្ចូលថែមទៀតដើម្បីឲ្យក្រុមហ៊ុនយើងដំណើរទៅមុខដើម្បីយើងបានបង្អួតភាពអស្ចារ្យរបស់យើងបន្តទៀតចឹងយូរទៅវាធ្ងន់ទៅនៅពេលណាមួយដែលយើងអត់អាចរកលុយចាក់បញ្ចូលបានពេលហ្នឹងគឺយើងចាប់ផ្ដើមខ្សែធនមានបញ្ហាឬដល់ឈានដល់គេប្តឹងយើងពីបទបោកប្រាស់ផ្សេងចឹងទៅអញ្ចឹងត្រឡប់មកវិញបើសិនជាចង់ខ្លាចជាអ្នករស់ស៊ីទៅគិតមិនត្រូវគិតឡើងវិញថាតើយើងរស់ស៊ីក្នុងគោលបំណងអីគេបើសិនជាយើងមានគោលបំណងបង្កើតជាប្រយោជន៍ណាមួយទៅដល់សង្គមមិនមែនដើម្បីយកលុយមកធ្វើភាពមានបានប្អួតគេទេអាហ្នឹងយើងអាចនឹងធ្វើវាបានព្រោះដោយសារនៅពេលដែលយើងរកលុយបានណាដំបូងរស់ស៊ីយើងចេញរកដំបូងវាអត់ចំណេញទេវាទប់ទល់ដល់ក្រោយមកយើងចំណេញដល់ពេលយើងចំណេញយើងនឹងយកលុយចំណេញទាំងប៉ុន្មានហ្នឹងយកមកទប់យកមកអភិវឌ្ឍអាជីវកម្មពង្រឹងសុខភាពអាជីវកម្មរបស់យើងឲ្យកាន់តែប្រសើរអញ្ចឹងមនុស្សដែលធ្វើការជាមួយយើងទាំងអស់ហ្នឹងអាចនិយាយថាជាបុគ្គលិកយើងទាំងអស់ហ្នឹងគាត់ក៏ទទួលបានចំណែកទៅលើការអភិវឌ្ឍអាជីវកម្មរបស់យើងដែរ
ពុទ្ធសាសយើងយកលុយចាក់ត្រឡប់មកវិញយើងអត់បានយកលុយហ្នឹងទៅលយឆាយហឺហាអីទេអញ្ចឹងនឹងធ្វើអាជីវកម្មរបស់យើងវាកាន់តែធំទៅវាសុខភាពល្អទៅហើយវាផ្ដល់ប្រយោជន៍ទៅសង្គមមែនតែបើសិនជាយើងអត់ធ្វើអញ្ចឹងទេយើងដកលុយទាំងអស់ហ្នឹងយកទៅចាយយកទៅអួតយកទៅសម្ញែងយកទៅអីខ្ជះខ្ជាយអញ្ចឹងយើងអត់មានលុយយកមកអភិវឌ្ឍទេអញ្ចឹងអាជីវកម្មរបស់យើងនឹងឈានទៅរកការដួលលំអញ្ចឹងសាមញ្ញអញ្ចឹងបើចង់ខ្លាចជាអ្នករកស៊ីគឺត្រូវតែគិតឲ្យច្បាស់កន្លែងហ្នឹងចំណុចមួយទៀតរកស៊ីវាមានតូចធំគេហៅថារកស៊ីបែបលក្ខណៈអាជីវកម្មគ្រួសារនិងរកស៊ីបែបលក្ខណៈជា company អញ្ចឹងទៅជាលក្ខណៈធំដុំណាដូចនៅស្រុកគេដូចឧទាហរណ៍ដូចជប៉ុនដូចអីអញ្ចឹងគេមានអាជីវកម្មបែបគ្រួសារគឺគេម្ចាស់ហាងហ្នឹងជាថៅកែហើយគាត់ក៏ធ្វើរឿងហ្នឹងនៅអូម៉ាថាភូនិឋានចុះខ្ញុំជួបច្រើនគឺតកែដូចថាហាងហ្នឹងជួនកាលរកស៊ីតចំនួនតាំងពីជាតាទូតអីមកតមក 4-5 ជំនាន់អីចឹងទៅគាត់មានរូបមន្តតកោអញ្ចឹងគឺគាត់រកស៊ីតគ្នាហ្មងអញ្ចឹងមកដល់កូនចៅជំនាន់ក្រោយគឺគាត់រកតអញ្ចឹងរហូតអញ្ចឹងយើងត្រូវទទួលស្គាល់ពីទុកលំបាកមួយគឺយើងហាងយើងអត់អាចបិទបានទេហាងអត់អាចអត់យើងបានទេគឺយើងត្រូវតែរវល់អញ្ចឹងតើតើយើងរីករាយជាមួយនឹងភាពរវល់បែបហ្នឹងរីករាយជាមួយនឹងស្នាមញញឹមរបស់ភ្ញៀវរីករាយនឹងឃើញភ្ញៀវទទួលបានផលិតផលល្អឧបមាថាអាហារដ្ឋានភូនិឋានចុះឆ្ងាញ់អីចឹងយើងបានបម្រើភ្ញៀវបានល្អនឹងយើងរីករាយអានឹងយើងទៅធ្វើត្រូវតែបើយើងគិតថាអត់ទេខ្ញុំចង់រកស៊ីដោយសារខ្ញុំចង់មានពេលតនេច្រើនអានឹងដូចយើងចំបាច់កខ្លួនឯងសម្រាប់ចោលចឹងព្រោះស្អីអត់ពីយើងទៅគឺរត់កើតទេគឺដួលមកព្រោះអាជីវកម្មបែបគ្រួសារត្រូវការមើលដិតដល់អញ្ចឹងយើងបលែងអ្នកដតីគេមិនអាចមើលបានល្អដូចយើងទេអញ្ចឹងដូចយើងចងកខ្លួនឯងអញ្ចឹងទី1ទី2បើសិនជាយើងចង់រកស៊ីបែបធំរកស៊ីបែបធំតើយើងតម្លាក់គេហៅថាភាពអាត្មានិយមចោល ego តម្លាក់ភាពអាត្មានិយមហ្នឹងចេញពីខ្លួនមានន័យការរកស៊ីធំវាត្រូវការច្រើនផ្នែកដើម្បីចូលរួមមួយគ្នាវាត្រូវការអ្នកបកកែយុទ្ធសាស្ត្រអ្នកបកកែទីផ្សារអ្នកបកកែរៀបចំ management ហ្នឹងឲ្យកាន់តែមានគុណភាពអ្នកបកកែតម្លាក់បញ្ចុះថ្លៃដើមអ្នកបកកែប្រើបុគ្គលិកប្រកបដោយគុណភាពឲ្យអីផ្សេងបញ្ចូលគ្នាយើងម្នាក់ឯងយើងអាចធ្វើនឹងបានទេយើងអាចម្នាក់ឯងយើងអាចបកកែផ្នែកណាមួយក្នុងចំណោមហ្នឹងឧទាហរណ៍ថាភូនិឋានចុះយើងបកកែធ្វើម្ហូបឆ្ងាញ់ទាំងយើងចង់រកស៊ីភូនិឋានបែបលក្ខណៈជាក្រុមហ៊ុនធំអីចឹងទៅសហគ្រាសអីចឹងគេហៅលក្ខណៈធនមធ្យមធំអីចឹងទៅថ្ងៃក្រោយនឹងបើកសាខាអញ្ចឹងយើងម្នាក់ឯងយើងធ្វើអត់កើតទេយើងត្រូវការអ្នកបកកែទទួលភ្ញៀវតើសវិសគេត្រូវធ្វើវាម៉េចយើងត្រូវការអ្នកបកកែខាងគ្រប់គ្រងហិរញ្ញវត្ថុការប្រើប្រាស់លុយកាក់របៀបម៉េចយើងត្រូវការអ្នកដែលបកកែទិញទំនិញដែលមានគុណភាពហើយថ្លៃដើមទាបចូលមកអញ្ចឹងទៅយើងត្រូវការអ្នកមានយុទ្ធសាស្ត្រធ្វើការផ្សព្វផ្សាយអញ្ចឹងទៅយើងត្រូវការអ្នករៀបចំចងទាំងអស់ហ្នឹងទៅជាប្រព័ន្ធដើម្បីប្រេកបានយើងត្រូវការអ្នកចេះរៀបចំប្រព័ន្ធចុងភៅថាបើក្រៅពីយើងតើដាក់អ្នកផ្សេងមកធ្វើម៉េចដើម្បីឲ្យភូនិឋានហ្នឹងនៅតែមានគុណភាពដដែលនៅតែល្អដដែលអីចឹងត្រូវការអ្នកដែលបកកែរៀបចំចងជាប្រព័ន្ធហ្នឹងទាំងអស់ហ្នឹងអញ្ចឹងទាំងអស់ហ្នឹងត្រូវការធាតុច្រើនចូលរួមអញ្ចឹងលុះត្រាតែយើងចិត្តទលាយបើកចិត្តទទួលមនុស្សដែលមានសមត្ថភាពទេពកោសល្យផ្សេងពីយើងបំពេញជាមួយយើងចូលធ្វើការជាមួយយើងឲ្យបានចូលធ្វើការមួយយើងបានយើងអាចឈានទៅរកភាពជោគជ័យបានគ្រាន់តែសង្ឃឹមមិនប្រកាសថាជោគជ័យ 100% ហ្មងទេគាត់ថាអាចតែផ្ទុយទៅវិញបើយើងអត់ទេខ្ញុំនឹងធ្វើម្នាក់ឯងតែខ្ញុំចង់ធ្វើបែបធំអញ្ចឹងយើងនឹងដួលព្រោះតែស្អីគ្រប់យ៉ាងយើងត្រូវជួលគេទាំងអស់អ្នកជំនាញផ្សេងយើងត្រូវជួលគេហើយយើងមានលុយណាទៅជួលគេព្រោះអ្នកជំនាញទាំងអស់នឹងត្រូវការលុយច្រើនណាហើយយើងចាប់ផ្ដើមយើងអត់មានលុយច្រើនអញ្ចឹងទេហើយបទពិសោធន៍អាជីវកម្មក៏យើងអត់មានដែរអញ្ចឹងយើងដូចយកលុយទៅបោះចោលអញ្ចឹងយើងនឹងខាត់បងហើយអ្វីដែលធ្ងន់ចំពោះការខាត់បងហ្នឹងនឹងធ្វើឲ្យយើងបាក់ទឹកចិត្តខ្លាចរអាជាមួយនឹងអាជីវកម្មអញ្ចឹងត្រឡប់មកវិញត្រូវមើលមកខ្លួនយើងឲ្យច្បាស់សិនថាតើអ្វីដែលយើងចង់បានជីវិតបែបណារើសអាផ្លូវជីវិតរបស់យើងនឹងឲ្យសម្រួចវាទៅតាមផ្នែកហ្នឹងអញ្ចឹងបានយើងអាចដើរទៅមិនប្រកាសថាយើងត្រូវតែចេញរកស៊ីទេពេលខ្លះយើងត្រូវការពេលវេលាមានសៅរ៍អាទិត្យបុណ្យទៀតអញ្ចឹងបើយើងចេញទៅរកស៊ីបែបលក្ខណៈអាជីវកម្មហាត់ទៅយើងធ្វើអត់ខែទេអញ្ចឹងយើងធ្វើយើង stress លើដើមអញ្ចឹងយើងរើសមុខរបរណាឲ្យសមមួយយើងអូម៉ាតែមិនអញ្ចឹងទេយើងអាចធ្វើការទៅតែធ្វើឲ្យខ្លាំងធ្វើឲ្យយើងរហូតដល់ថ្នាក់យើងមានប្រាក់ចំណូលគ្រប់គ្រាន់អាចដើរលេងសឹងតែរៀងរាល់ចុងសប្តាហ៍បានអញ្ចឹងទៅធ្វើគេហៅថាពង្រឹងជំនាញរបស់យើងឲ្យកាន់តែច្បាស់លាស់រហូតដល់យើងខ្លាចជាមនុស្សដែលហៅថាភាគតិចនៅក្នុងជំនាញហ្នឹងដែលមានលក្ខណៈស្ទាត់ខ្លាំងអីចឹងទៅអញ្ចឹងពេលហ្នឹងយើងនឹងទទួលបានចំណូលខ្ពស់ដែលពេលខ្លះវាច្រើនជាងយើងជាម្ចាស់business ខ្នាតតូចទៀតព្រោះសារយើងស្ទាត់ជំនាញខ្លាំងខ្ញុំឧទាហរណ៍វិជ្ជបណ្ឌិតអ្នកដែលមានជំនាញខ្លាំងទៅលើការវះកាត់គាត់អាចរកចំណូលបានច្រើនជាងអ្នកជាម្ចាស់ business ខ្នាតតូចទៀតព្រោះសារ
đầm lại program quật thái cất mong thái ha rồi có mà khai hay mà cạn này để chua quật tàu viễn cứ thời tập thái chẳng thấy lũ thò mới tiệt dương chỉ mây thử vi ấy chẳng chọn mây thử vi đây chum ní ấy chẳng thấy chẳng mà khai có thái đây còn là bậc xa tẹt toនឹងច្បាប់អាជីវកម្មតេតងនឹងច្បាប់ទំនាស់ឲ្យផ្សេងៗគ្រាន់តែយើង consult មួយគេហ្នឹងប្រឹក្សាមួយគេហ្នឹងក៏ស៊ីថ្លៃដែរអញ្ចឹងកាលណាយើងមានចំណេញច្បាស់ៗយើងអាចរកចំណូលបានច្រើនហើយអញ្ចឹងយើងគ្រាន់តែចេះគ្រប់គ្រងចំណូលនឹងឲ្យបានទៅពេលហ្នឹងយើងអាចចាប់ផ្ដើមមានសេរីភាពហិរញ្ញវត្ថុអីអញ្ចឹងត្រឡប់មកវិញអ្នករកស៊ីមិនមែនដោយសារតែចង់មានលុយច្រើនដោយសារហឺហាលុយឆាយឬក៏ដោយសារចង់មានសេរីភាពគឺមិនមែនទេយើងត្រូវចាំថាអ្នករកស៊ីអត់សូវមានសេរីភាពទេព្រោះដោយសារឃើញអ្នករកស៊ីដែរក៏ពួកគាត់ភាកច្រើនហ្នឹងក៏ចង់និយាយដើរទៅរូបកាយយើងឃើញក្បាលខ្ញុំគិតថាភាកច្រើនគឺអត់បានដើរព្រោះនៅគិតជាប់ចំណិចហ្នឹងអញ្ចឹងអត់សូវមានសេរីភាពប្រហែលទេអញ្ចឹងកន្លែងហ្នឹងគឺយើងត្រូវយល់បើយើងអត់ស្រឡាញ់អញ្ចឹងទេយើងកុំជ្រើសរើសផ្លូវហ្នឹងឯងអញ្ចឹងសួរមកវិញយើងចង់បានអីគេត្រូវដឹងអាហ្នឹងហូចបើសិនជាចង់ខ្លាចចិត្តនេះត្រូវចាំថាវាស្ថិតនៅក្រោមអត្ថប្រយោជន៍ណាមួយឬក៏គុណប្រយោជន៍ណាមួយដែលយើងចង់ផ្ដល់ទៅសង្គមចឹងបើយើងរកឲ្យឃើញថាកន្លែងណាដែលយើងគិតថាយើងចង់ផ្ដល់គុណប្រយោជន៍ណាមួយទៅសង្គមណាហើយទៅយើងច្បាស់ទៅលើនឹងថាអ្វីដែលយើងធ្វើនឹងផ្ដល់ជាគុណប្រយោជន៍ទៅសង្គមបានណាអាហ្នឹងពេលហ្នឹងគឺយើងអាចចាប់ផ្ដើមបានហើយជាមួយនឹងអាជីវកម្មផ្នែកណាមួយដែលយើងស្ទាត់ជំនាញទៅលើហ្នឹងអញ្ចឹងយើងធ្វើទៅយើងនឹងសប្បាយចិត្តពុទ្ធសាសនាទោះបីវាហត់នៅវាលំបាកមិនក៏ដោយក៏យើងរីករាយដែរព្រោះវាជាអ្វីដែលយើងរីករាយក្នុងការធ្វើទោះបីជាបានលុយមិនបានលុយពេលខ្លះយើងអត់មានលុយទេព្រោះដោយសារយើងត្រូវការលក់ភាគហ៊ុនយើងមួយចំនួនធំដើម្បីយកលុយមករ៉ាន់ក៏យើងអត់ខ្វល់ព្រោះយើងចង់ធ្វើអាហ្នឹងហើយអញ្ចឹងយើងអត់ខ្វល់ទេយើងសំខាន់អាហ្នឹងបានធ្វើឃើញយើងមានភាពរីករាយអញ្ចឹងដូចយើងឃើញម្ចាស់ក្រុមហ៊ុនធំលើពិភពលោកដែលយើងឃើញភាគច្រើនពួកគាត់អត់មានចំណែកភាគហ៊ុនធំទេអ្នកខ្លះលក់អស់តិចនៅសតតែតិចមែនតែព្រោះដោយសារគាត់ចង់ធ្វើរឿងហ្នឹងដែរព្រោះអារឿងដែលគាត់ចង់ធ្វើនោះវាចាយលុយច្រើនអញ្ចឹងគាត់អត់មានលុយទេអញ្ចឹងគាត់ត្រូវការលុយពីគេអញ្ចឹងគាត់ត្រូវដើរប្រមូលហ្វាន់ប្រមូលលុយណាអញ្ចឹងគាត់ដើម្បីបានលុយទាំងអស់គាត់ត្រូវលក់ជាភាគហ៊ុនរបស់គាត់ត្រឡប់ទៅវិញដើម្បីគេចូលហ៊ុនទៅបានលុយទាំងអស់យកមករ៉ាំដល់ពេលយកមករ៉ាំអញ្ចឹងទៅអាជីវកម្មហ្នឹងវាដំណើរការអីចឹងទៅចឹងគាត់សប្បាយចិត្តជាមួយនឹងដំណើរការរបស់អាជីវកម្មហ្នឹងអញ្ចឹងត្រឡប់មកបើសិនជាយើងអត់មានអាចិតបែបអញ្ចឹងទេយើងទៅរកស៊ីអត់កើតទេបាទអញ្ចឹងខ្ញុំសង្ឃឹមថាការបញ្យល់នេះវាជាគំនិតបន្ថែមក្នុងការពិចារណាដល់បងប្អូនដែលចង់ខ្លាយទៅជាសហគ្រិននៅតែថ្ងៃក្រោយអីចឹងទៅបាទសូមអរគុណ